ជំរាបសួរពុកម៉ែបងប្អូននិងអំពូមីយាយតាទាំងអស់គ្នាបាទថ្ងៃនេះគឺមកបង្ហាញឆ្នាំបាទផ្ញើទៅអំប្រុសនៅខាងខេត្តកណ្ដាលដែលគាត់បានជាវជាមួយនឹងឆ្នាំបាទឱសថបុរាណខ្មែរអំពីឫសឈើបាទហើយនឹងឆ្នាំនេះគឺឆ្នាំអ្នកមានបញ្ហាខ្សោយបាទតម្រងនោមឬក៏អ្នកមានបញ្ហាខ្សោយផ្លូវភេទណាពុកម៉ែបងប្អូនណាហ្នឹងហើយឆ្នាំនេះមិនថាអ្នកកើតទំនោរផ្អែមអ្នកលើឈាមបាទអាចប្រើប្រាស់បានជាមួយគ្នាឆ្នាំនេះខ្ញុំធ្លាប់ផុសជាមួយនឹងវីដេអូរបស់ខ្ញុំចំនួនច្រើនដងមកហើយពុកម៉ែបងប្អូនណាអំពីការប្រើប្រាស់ឱសថបុរាណដែលខ្ញុំបានចាស់ចាំជាមួយនឹងក្បួនច្បាប់បម្រាក៏ដូចជាបាទក្បួនច្បាប់គម្ពីរសិក្សាជាមួយនឹងស្លឹករឹតណាពុកម៉ែបងប្អូនណាហ្នឹងហើយឆ្នាំនេះពុកម៉ែបងប្អូនយកទៅប្រើគឺពិតជាមិនខុសបំណងទេប៉ុន្តែអាស្រ័យលើជំងឺរបស់ពុកម៉ែបងប្អូនដែលនៅលើរាងកាយរបស់ពុកម៉ែបងប្អូនបើសិនតែពុកម៉ែបងប្អូនបាទមានជំងឺយូរឆ្នាំហើយចង់បានព្យាបាលលឿនគឺមិនអាចទៅរួចទេណាពុកម៉ែបងប្អូនណាហ្នឹងហើយសូមពុកម៉ែបងប្អូនទាំងអស់គ្នាមេត្តាយល់ហ្នឹងហើយមានបងប្អូនជាច្រើនដែលគាត់សួរអំពីឆ្នាំនេះគាត់ថាតើប្រហែលឆ្នាំប្រហែលកំសៀវឬក៏ប្រហែលថ្ងៃបានដឹងពីប្រសិទ្ធភាពឆ្នាំបាទឆ្នាំនេះបងប្អូនគួរតែដឹងខ្លួនឯងថាពុកម៉ែបងប្អូនមានជំងឺអីខ្លះនៅក្នុងខ្លួនបើសិនតែពុកម៉ែបងប្អូនលើសឈាមបាទទឹកនោមផ្អែមគឺរៀងយូរបន្តិចបាទប្រសិទ្ធភាពនេះអាចចំនួនពី3ថ្ងៃទៅ1អាទិត្យពុកម៉ែបងប្អូនណាហ្នឹងហើយបើអ្នកលើសឈាមក៏ដូចគ្នាដែរពុកម៉ែបងប្អូនណាហ្នឹងហើយអធិស្ឋានហើយសូមពុកម៉ែបងប្អូនអស់គ្នាបាទយល់កុំឲ្យសួរសំណួរខ្លះប្រហែលឆ្នាំហ្នឹងឆ្នាំទាំងអស់គឺខ្ញុំអត់កំណត់ឆ្នាំទេពុកម៉ែបងប្អូនណាហ្នឹងអត់កំណត់ឆ្នាំទេអាស្រ័យលើជំងឺរបស់ពុកម៉ែបងប្អូនផ្ទាល់ខ្លួនពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់ជ្រាបបើសួរថាប្រហែលឆ្នាំជាប្រហែលឆ្នាំជាដាច់ហ្នឹងគឺខ្ញុំមិនអាចឆ្លើយចេញទេអាហ្នឹងបើទាល់តែអញ្ចឹងទាល់តែខ្ញុំជាគ្រូទាយណាពុកម៉ែបងប្អូនណាហ្នឹងហើយខ្ញុំមិនមែនជាគ្រូទាយហើយមិនមែនជាជំងឺរបស់ពុកម៉ែបងប្អូនដូច្នេះខ្ញុំអាចដឹងពីអ្វីដែលពុកម៉ែបងប្អូនចង់សួរទេហើយបើពុកម៉ែបងប្អូនចង់ដឹងថាជំងឺឬក៏ឆ្នាំនឹងព្យាបាលប្រហែលឆ្នាំអាហ្នឹងក៏ពុកម៉ែបងប្អូនព្យាយាមផឹកបាទផឹកទៅអាចមួយខែឬក៏អាចកន្លះខែឬក៏មួយខែបានវាធូរស្បើយបើសិនតែជំងឺធ្ងន់វាអាចទៅមួយខែជាងឬក៏2ខែអញ្ចឹងទៅកុំឲ្យថាំងលើតគេផ្សាយថាឆ្នាំ2-3ថ្ងៃជាដាច់អាហ្នឹងឆ្នាំទេវតាណាក៏មិនអាចព្យាបាលបងប្អូនជាដែរ2-3ថ្ងៃហ្នឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាមេត្តាជ្រាបអញ្ចឹងអរគុណហើយពុកម៉ែបងប្អូនសង្ឃឹមថាពុកម៉ែបងប្អូនបាទនឹងតាមដានហើយនឹងទស្សនាវីដេអូរបស់ខ្ញុំបន្តទៀតអរគុណបាយបាយ